នៅក្នុងកម្មវិធី Word អ្នកទាំងគ្នាអាចកំណត់សុំ border បានបាទយើងមានមុខងារមួយគឺនៅក្នុង design គឺមុខងារ page border បាទជាអ្នកទាំងគ្នាអត់សូវចាប់អារម្មណ៍ទេបាទបើសិនអ្នកទាំងគ្នាធ្លាប់ធ្វើវិញ្ញាបនបត្រអីអ្នកទាំងគ្នាប្រហែលជាដឹងហើយបាទចូលកន្លែង design មកហើយមានមុខងារមួយ page border នៅខាងស្ដាំហ្នឹងការងារហ្នឹងយើងធ្វើតាក់ទងទៅនឹងវិញ្ញាបនបត្របានសរសើរអីចឹងបាទអញ្ចឹងពេលចូលកន្លែង page border ហើយមានគំរូច្រើនអ្នកទាំងគ្នាយក border ក៏បានបើយក border វាមានស៊ុំជុំវិញបែបនេះអញ្ចឹងខ្ញុំសុំយក page border ដើម្បីយើងដាក់ស៊ុំណាបាទនេះស៊ុំបន្ទាត់គេស្រាប់ហើយអញ្ចឹងយើងយក page border មកមួយទៀតហើយកន្លែង art នេះគឺជា style រូបផ្កាផ្សេងប៉ុន្តែគាត់ថាវាអត់សូវជាស្អាតបានទេបាទគាត់ថាមានយើងអាចប្រើបានគាត់ថាវាអត់ស្អាតទេកន្លែង witness គឺអ្នកទាំងគ្នាអាចដាក់ទំហំវាហើយដាក់ color ដាក់ពណ៌បានហ្នឹងហើយអញ្ចឹងពេលដែលចុច OK ទៅបានហើយយើងបានស៊ុំ border មួយបាទរូបផ្កាអញ្ចឹងណាបើចង់ឲ្យស៊ុំនឹងតូចអ្នកទាំងគ្នាយកកំណត់លេខទៅអាចយកលេខតំលេខ10លេខ15អញ្ចឹងទៅអញ្ចឹងវាតូចបាទអ្នកទាំងគ្នាអាចដូររូបផ្កាបានដាក់រូបផ្សេងបានប៉ុន្តែគ្រាន់តែថា mode វាអត់សូវជាស្អាតបានទេបាទខុសពីក្បាច់ស៊ុំខ្មែររបស់យើងបើក្បាច់ស៊ុំខ្មែររបស់យើងគឺមានផ្កាមាន mode គំរូស្អាតហើយបើគំរូនៅក្នុងកម្មវិធី Word ហ្នឹងគឺមានច្រើនតែវាអត់សូវស្អាតទេប៉ុន្តែបើសិនជាអ្នកទាំងគ្នាចង់ដាក់ស៊ុំក្បាច់ខ្មែរយើងគឺយើងត្រូវអត់មានក្នុងកម្មវិធី Word ដែលយើងទាញរូបភាពបាទគាត់ចូល insert ចូល picture មកអញ្ចឹងយើងត្រូវមានស៊ុំមួយជាគំរូបាទនេះខ្ញុំធ្លាប់ download យកមកទុកបាទមានស៊ុំរូបផ្ការូបអីក្បាច់ខ្មែរអញ្ចឹងបាទឃើញស្អាតទេបាទបើមុខងារវាស្រាប់នៅក្នុងកម្មវិធី Word គឺអត់ស្អាតទេបាទចេញមកគឺទម្រង់ផ្សេងអត់ស្អាតដូចស៊ុំគំរូរូបផ្កាខ្មែររបស់យើងទេតែបើយើងចង់បានគំរូបែបនេះតើតើអ្នកទាំងគ្នាទាញពីក្រៅមកវាមានជារូបភាពបាទយើង download ឬក៏យើងធ្វើនៅខាងក្រៅស្អាតហើយបានយើងទាញរូបនឹងចូលដាក់ជា background